ជាទូទៅសំណួរដែលក្រសួងចេញមកប្រវត្តិវិទ្យាតែងជានិច្ចកាលគឺសំណួរទី1គឺជាសំណួរដែលស្រួលនៅក្នុងការយកបន្ទុកអាចនិយាយបានថាសឹងតែគាត់ free បន្ទុកឲ្យយើងតែម្ដងយើងអាចប្រឡងវាមានភាពងាយស្រួលបើសិនជាបងប្អូនមិនបានធ្វើសំណួរនៅក្នុងសភៅពុំមិនបានស្រាវជ្រាវសំណួរផ្សេងតាមដែលគេប្រឡងបាក់ឌុបតាមឆ្នាំនីមួយៗទេបងប្អូនមិនអាចដឹងពីរបៀបឆ្លើយបងប្អូនមិនមានការចងចាំទៅលើសំណួរទៅលើចម្លើយផ្សេងនោះទេហើយមួយទៀតសូមឲ្យបងប្អូនកុំមេត្តាដើរលេងច្រើនពេកព្រោះឆ្នាំប្រឡងបងប្អូនត្រូវចាំថាក្រៅតែអំពីយើងខំរៀនអ្វីដែលសំខាន់គឺក៏យើងគួរតែគិតគូរអំពីសុខភាពរបស់យើងដែរសុខភាពគឺសំខាន់ណាស់បើសិនជាបងប្អូនមានចំណេះដឹងអាចទៅប្រឡងបានប៉ុន្តែសុខភាពរបស់បងប្អូនទុនខ្សោយពេលដែលទៅប្រឡងបងប្អូនស្លាប់បងប្អូនខាតពេលវេលានៅក្នុងការប្រឡងបើសិនជាពេលដែលបងប្អូនទៅប្រឡងបងប្អូនឈឺបងប្អូនខាតពេលការខិតខំប្រឹងប្រែងរបស់យើងគឺអត់ប្រយោជន៍ជាពិសេសគឺសូមហូបរបស់របរណាដូចជាមីដូចជាគ្រឿងកំប៉ុងឯណាដែលវាធ្វើឲ្យប៉ះពាល់បាទគ្រឿងដែលវាធ្វើឲ្យប៉ះពាល់សុខភាពនៅពេលដែលយើងទៅប្រឡងជំរាបសួរសួស្តីទៅកាន់បងប្អូនទាំងគ្នាសូមស្វាគមន៍មកកាន់បាក់ឌុប podcast ប្រហែលថ្ងៃមុននេះខ្ញុំបានចេញ trailer មួយតាក់ទងទៅនឹងកលឹះនៅក្នុងការត្រៀមខ្លួនប្រឡងបាក់ឌុបហើយមានភ្ញៀវកិត្តិយសយើងម្នាក់គាត់បានចេញ trailer ទៅហើយមានបងប្អូនយើងទស្សនាច្រើនគួរសមដែរហើយថ្ងៃនេះខ្ញុំបានក្រុមអញ្ជើញគាត់មកម្ដងទៀតហើយយើងនឹងនិយាយនៅក្នុង podcast នេះជាវីដេអូ full តែម្ដងជូនទៅកាន់បងប្អូនហើយខ្ញុំនឹងកាត់ផុសនៅក្នុង Facebook short វីដេអូទេប៉ុន្តែខ្ញុំនឹងផុសវីដេអូ full នៅក្នុង YouTube អញ្ចឹងអ្នកទាំងអស់គ្នាអាចទៅទស្សនានៅក្នុង YouTube របស់ខ្ញុំបានគឺមានឈ្មោះថាវុធី creator នៅក្នុង YouTube ហ្នឹងហើយអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរខ្ញុំនឹងស្វាគមន៍បងប្អូនទាំងគ្នាទៅជួបជាមួយនឹងភ្ញៀវកិត្តិយសរបស់យើងទាំងអស់គ្នាដែលគាត់គឺវ៉ាន់ឌីអ្នកទាំងអស់គ្នាប្រហែលជាស្គាល់គាត់ខ្លះហើយគាត់គឺជាអតីតសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបាននិទេស B តែជានិទេសមួយល្អដែរហើយគាត់សិក្សានៅក្នុងថ្នាក់វិទ្យាសាស្ត្រសង្គមហើយក្នុងថ្ងៃនេះគាត់នឹងចែករំលែកបងប្អូនក្រោមប្រធានបទមួយគឺគន្លឹះនៅក្នុងការត្រៀមខ្លួនទៅលើមុខវិជ្ជាគោលទាំង7នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទៅលើថ្នាក់វិទ្យាសាស្ត្រសង្គមអញ្ចឹងស្វាគមន៍ជាមួយនឹងវ៉ាន់ឌីទាំងអស់គ្នាវ៉ាន់ឌីអាចជួយណែនាំខ្លួនទៅកាន់បងប្អូនយើងបាទគ្រប់សួស្តីទៅដល់បងប្អូនក៏ដូចជាបងប្អូនដែលជាសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬយើងហៅកាត់ថាបាក់ឌុបនៅក្នុងឆ្នាំសិក្សា2025-2026ខ្ញុំបាទឈ្មោះវ៉ាន់ឌីជាអតីតសិស្សមកពីវិទ្យាល័យហ៊ុនសែនកំទឹកតែប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃទី28 ខែសីហា2025អរគុណវ៉ាន់ឌីដែលបានណែនាំខ្លួនទៅកាន់បងប្អូនយើងអញ្ចឹងអ្វីដែលជាសំណួរមុនដំបូងដែលខ្ញុំចាប់អារម្មណ៍ចង់សួរទៅកាន់វ៉ាន់ឌីតើចំណាប់អារម្មណ៍ថាចំណង់ចំណូលចិត្តយើងបែបណាបានជាយើងសម្រេចចិត្តនៅក្នុងការជ្រើសរើសរៀននៅក្នុងថ្នាក់វិទ្យាសាស្ត្រសង្គមបាទអរគុណណាស់សម្រាប់សំណួរសួរថាមូលហេតុអ្វីបានជាខ្ញុំបាទសម្រេចចិត្តរៀនទៅលើមុខវិជ្ជាវិទ្យាសាស្ត្រសង្គមប្រកាសណាស់បើសិនជាគ្មានចំណង់ចំណូលចិត្តនោះទេគឺយើងធ្វើអ្វីមិនទទួលបានជោគជ័យទេកត្តាចម្បងនោះគឺខ្ញុំគឺជាមនុស្សម្នាក់ដែលចូលចិត្តអានចូលចិត្តអានចូលចិត្តសិក្សាស្រាវជ្រាវទៅលើផ្នែកខាងអក្សរតែដល់ឡែកមិនសូវជាចូលចិត្តផ្នែកខាងលេខនិពន្ធនោះទេបាទគឺចំណង់ចំណូលចិត្តរបស់ខ្ញុំគឺតាក់ទងស៊ីជម្រៅទៅលើផ្នែកអក្សរដូចជាអក្សរសាស្ត្រជាដើមដោយកន្លងមកហើយខ្ញុំបានចូលរួមប្រឡងតែនិពន្ធផងដែរហើយក៏ទទួលបានលទ្ធផលវាមិនជាល្អឲ្យប្រហែលទេគឺលេខ1ថ្នាក់ជាតិបាទតែលេខ1ថ្នាក់ខេត្តលេខ1ថ្នាក់ខេត្តវ៉ាន់ឌីបានបង្ហាញពីbackgroundមែនទែនទៅវ៉ាន់ឌីក៏ធ្លាប់ជាសិស្សបកែមួយរូបដែរទៅលើផ្នែកតែនិពន្ធហើយធ្លាប់ចូលរួមប្រកួតនៅក្នុងកម្មវិធីថ្នាក់ជាតិទោះបីជាមិនទទួលបានលទ្ធផលGLP ក៏ប៉ុន្តែបាន GLP ថ្នាក់ខេត្តមែនទែនទៅខ្ញុំតាមអ្វីដែលខ្ញុំគិតវ៉ាន់ឌីពីដើមឆ្នាំប្រកាសជាពងសម័យចង់បាននិទេស A ទៅបាទប៉ុន្តែប្រហែលជាភ្លាត់អញ្ចឹងអាចមុននឹងឈានទៅដល់វីដេអូយើងពេញអាចចែករំលែកបានអត់តែយើងភ្លាត់ទៅលើវិធីគេខ្លះដើម្បីចែករំលែកទៅកាន់បងប្អូនជៀសវាងពេលដែលប្រឡងក្តីសម័យចង់បាន A ប៉ុន្តែភ្លាត់ដែរមុខវិជ្ជាដែលខ្ញុំភ្លាត់ទី1គឺមុខវិជ្ជាភូមិវិទ្យាទី2មុខវិជ្ជាផាតវិទ្យាគណិតវិទ្យាជាដើមចំពោះមុខវិជ្ជាភូមិវិទ្យាគឺនៅពេលដែលសំណួរយើងឆ្លើយយើងប្រកាសជាគិតថាសំណួរហ្នឹងវាស្រួលសំណួរហ្នឹងយើងអាចយកបន្ទុកបានពេញ
តែជាក់ស្ដែងយើងធ្វើនៅខ្វះមួយចំណុចចឹងទៅនេះហើយជាមូលហេតុដែលយើងផ្លាត់យើងធ្វើមិនចប់ចុងចប់ដើមឬក៏មិនតាមលំដាប់លំដោយបើថាតាមលំដាប់លំដោយហ្មងវាអាចតាក់ទាញចិត្តគណៈកម្មការឬក៏លោកគ្រូដែលកែសលកកិច្ចការរបស់យើងនឹងគឺធ្វើឲ្យគាត់បើកចិត្តទូលាយក្នុងការឲ្យបន្ទុកយើងចំពោះផាកដីវិជាឆ្នាំណាក៏ដូចឆ្នាំណាដែរមានសិស្សខកចិត្តជាច្រើនផាកដីវិជានៅពេលដែលយើងគិតថាសំណួរហ្នឹងគឺសំណួរដែលយើងចេះសំណួរដែលយើងចាំបានទាំងអស់នៅពេលយើងឆ្លើយតាមលំដាប់លំដោយតាមសំណួរនៅក្នុងសភៅសិក្សាគោលរបស់ក្រសួងចម្លើយតាមរយៈយើងស្រាវជ្រាវពីមុនមកនៅពេលដែលយើងឆ្លើយយើងសរសេរទៅលើស្លឹកកិច្ចការជាក់ស្ដែងទៅពេលលទ្ធផលចេញមកគឺធ្វើឲ្យយើងបាក់ចកេះខកចិត្តតែហ្មងពេលទៅគឺផែនដីវិជាគឺធ្វើស៊ីខ្ញុំខ្លាំងព្រោះសំណួរដែលចេញមកគឺស្រួលខ្លាំងមែនតើយើងគិតថាប៉ុណ្ណឹងដឹងតែអេហើយប៉ុន្តែពេលចេញលទ្ធផលមកគឺបាក់ចកេះបាទអញ្ចឹងនេះគឺជាកន្លែងដែលផ្្លាត់ស្នៀតមួយអញ្ចឹងបេក្ខជនប្រកួតមុននឹងចូលទៅដល់សមរភូមិមួយនេះគួរតែរៀនក្បាច់នេះឲ្យទៅកុំឲ្យផ្្លាត់ស្នៀតតែផ្្លាត់ស្នៀតគឺចប់ហើយព្រោះ12ឆ្នាំគឺមានតែម្ដងទេប្រឡងតែម្ដងនេះទេប្រឡងតែ2ថ្ងៃហ្នឹងទេធ្លាក់ជាប់ក៏2ថ្ងៃហ្នឹងដែរធ្លាក់ជាប់គឺអាស្រ័យលើ2ថ្ងៃហ្នឹងហើយអញ្ចឹងដើម្បីកុំឲ្យខាត់ពេលវេលាយូរយើងឈានចូលទៅដល់វីដេអូរបស់យើងប្រធានបទរបស់យើងតែម្ដងអញ្ចឹងប្រធានបទគោលសំខាន់ថ្ងៃនេះគឺការពង្រឹងខ្លួនធ្វើយ៉ាងណាមុខវិជ្ជាគោលទាំង7ហ្នឹងធ្វើយ៉ាងម៉េចទាញយកនិទេសល្អឲ្យបានជាដំបូងឡើយខ្ញុំចង់ផ្ដោតសំខាន់ទៅលើមុខវិជ្ជាអក្សរសាស្ត្រខ្មែរជាមុនដោយសារតែវាជាមុខវិជ្ជាគោលបើសម្រាប់វិទ្យាសាស្ត្រគឺមុខវិជ្ជាគណិតវិទ្យាប៉ុន្តែមុខវិជ្ជាថ្នាក់សង្គមគឺតាក់ទងទៅនឹងអក្សរសាស្ត្រខ្មែរក៏ខ្ញុំបាទសូមក្រើនរំលឹកដល់បងប្អូនផងដែរថាបើសិនបើចង់បានបន្ទុកនៃមុខវិជ្ជាអក្សរសាស្ត្របានល្អសូមបងប្អូនខិតខំសិក្សាស្រាវជ្រាវសិក្សាទៅលើរឿងសិក្សាទៅលើប្រធានបទឲ្យបានច្រើនតាំងពីដើមឆ្នាំទៅរហូតដល់គៀកនៅថ្ងៃដែលយើងប្រឡងយើងកុំបោះបង់ចោលឲ្យសោះព្រោះកាលណាដែលយើងបានធ្វើវាជារៀងរាល់ថ្ងៃនៅពេលណាដែលយើងចេះរឿងប្រកបអានេះហើយគឺជាកលឹះដែលយើងអាចយកបន្ទុកទៅលើមុខវិជ្ជាអក្សរសាស្ត្របានល្អជាក់ស្ដែងនៅក្នុងមុខវិជ្ជាអក្សរសាស្ត្រតាមពិតទៅចំពោះអ្នករៀនថ្នាក់សង្គមគឺងាយស្រួលយកនិទេស A ឬក៏និទេស B បានយ៉ាងងាយនៅឲ្យតែទី1គឺផ្ដោតទៅលើរចនាបថទៅលើអក្សរបទថែមមកទៀតនោះគឺយើងចេះលើកគំនិតសំខាន់យើងចេះបបែកគំនិតសំខាន់ឧទាហរណ៍ថាប្រធានបទគេនិយាយអ្វីចឹងទៅយើងធ្វើម៉េចយើងស្រាយបំភ្លឺឲ្យចំបេះដូងប្រធានទៅអានេះហើយគឺជាកលឹះខ្លះដែលយើងអាចងាយនឹងយកនិទេស A មែនតើបាទក្រោយពីបានស្ដាប់បានឌីនិយាយតាក់ទងទៅនឹងចំណុចនេះគឺមានន័យថាកលឹះនៅក្នុងការរៀនមុខវិជ្ជាអក្សរសាស្ត្រខ្មែរគឺទាមទារសំខាន់នៅក្នុងការអានបើសិនជាយើងអត់បានអានដឹងអំពីមូលដ្ឋានគ្រឹះអត់បានសិក្សាអំពីរឿងទេយើងគ្មានគំនិតទៅក្នុងការសរសេរទេប៉ុន្តែឈានទៅដល់របៀបនៅក្នុងការសរសេរអាហ្នឹងក៏ខ្ញុំគិតថាក៏មានល្បិចមួយដែរបើសិនបើយើងចេះរឿងតិចប៉ុន្តែយើងអាចយករឿងនោះមកបរិច្ជាគំនិតទៅផ្នែកសំខាន់បានខ្ញុំចង់ឲ្យបានឌីជួយចែករំលែកតាក់ទងកន្លែងហ្នឹងដែរថាតើយើងឧទាហរណ៍ថាក្នុងរឿងយើងចេះតិចប៉ុន្តែយើងគួរតែបរិច្គំនិតបែបណាដើម្បីសរសេរបានច្រើនឬវាចំជាមួយនឹងខ្លឹមសារដែលគេចង់បានចំពោះបញ្ហាដែលយើងចេះរឿងតិចតែយើងចង់បានគំនិតសំខាន់ច្រើនយើងចង់បានលើកឲ្យអស់សាច់រឿងតែម្ដងគឺធម្មតាតែសេចក្តីអក្សរសាស្ត្រមួយគេមិនអាចលើកយកសង្ខេបរឿងយកមកដាក់ផងទេគឺគេយកតែគំនិតសំខាន់បន្តិចយកមកធ្វើម៉េចបំបែកយកមកវិភាគគំនិតសំខាន់ហ្នឹងតើប្រធានហ្នឹងគេចង់បានចំណុចណាយើងគួរតែលើកយកចំណុចនោះយកមកសរសេរបំបែកហើយមួយទៀតយើងអាចនិយាយដើមតួអង្គខ្លះទៅយើងអាចភូតគេនៃឯខ្លះទៅអានេះវាជាល្បិចមួយដែរដែលធ្វើឲ្យយើងងាយស្រួលយកបន្ទុកយើងអាចធ្វើម៉េចពាក្យថាតែងសេចក្តីគឺយើងជាអ្នកតាក់តែងយើងជាអ្នករៀបចំវាឲ្យវាគេថា logic ហ្មងទៅ
យើងអាចរៀបចំវាអត់តាមរួមឲ្យស៊ីចង្វាក់ធ្វើឲ្យតាក់ទាញអ្នកកែកាលណាតែសំណេរយើងសរសេរបានល្អយើងចេះលើកដាក់ពាក្យពេចន៍យើងចេះថែមថយហើយមួយទៀតខ្ញុំចង់សូមឲ្យបងប្អូនស្រាវជ្រាវបន្ថែមផងដែរទៅលើសំនួនដូចជាសំនួនបញ្ជាក់លំដាប់ឧទាហរណ៍សំនួនបញ្ជាក់លំដាប់ដែលយើងត្រូវប្រើពាក្យទាំងអស់នេះធ្វើត្បិតតែវាតូចមែនតែពាក្យទាំងអស់នេះធ្វើឲ្យអ្នកកែគឺងាយស្រួលនឹងឲ្យបន្ទុកយើងជាទីបំផុតកាលណាយើងប្រើសំនួនបានត្រឹមត្រូវឧទាហរណ៍ថានៅពេលដែលបញ្យលពាក្យកលឹះមួយអញ្ចឹងបញ្យលពាក្យកលឹះមួយយើងប្រើពាក្យរីអែចំពោះអីចឹងទៅដល់ពេលឧទាហរណ៍យើងត្រូវប្រើពាក្យតួយ៉ាងជាតលហិកជាតតាងជាផុសតាងអីចឹងទៅដើម្បីពាក្យទាំងអស់នេះគឺយើងបញ្ជាក់ប្រាប់អ្នកកែថាកន្លែងនេះគឺយើងសម្រាប់លើកឧទាហរណ៍យើងលើកអំណាងយកមកបញ្ជាក់ចំពោះគំនិតសំខាន់ដែលយើងបានលើកទាំង clear ទាំងអស់នេះហើយគឺបានធ្វើឲ្យអ្នកកែគឺគាត់ឲ្យបន្ទុកយើងអត់ស្ដាយទេវ៉ាន់ឌីបានចែករំលែកមិនថាពីរបៀបរៀនមិនថាពីរបៀបនៅក្នុងការសរសេរទៅលើមុខវិជ្ជាអក្សរសាស្ត្រខ្មែរហើយវ៉ាន់ឌីគឺអក្សរសាស្ត្រខ្មែរទទួលបាននិទ្ទេស A បាន A បាទល្អមែនតើអញ្ចឹងបន្ទាប់ពីមុខវិជ្ជាអក្សរសាស្ត្រខ្មែរគឺក៏ជាមុខវិជ្ជាមួយសំខាន់ដែរបន្ទាប់ពីអក្សរសាស្ត្រខ្មែរទៅគឺប្រវត្តិវិទ្យាគឺបើសម្រាប់ខ្ញុំគឺជាមេរៀនមួយគឺជាមុខវិជ្ជាមួយដែលពិបាកនៅក្នុងការចាំដែរពីព្រោះវាទាមទារមានការទន្ទិញវាទាមទារមានការវិភាគច្រើនមែនតើពីព្រោះវាមានព្រឹត្តិការណ៍សង្គមរបស់យើងច្រើនអញ្ចឹងខ្ញុំចង់ដឹងពីវ៉ាន់ឌីដែរតើរបៀបរៀននៅក្នុងមុខវិជ្ជានេះវ៉ាន់ឌីរៀនបែបម៉េចដែរដើម្បីបានទទួលបានលទ្ធផលល្អអរគុណណាស់សម្រាប់មុខវិជ្ជាប្រវត្តិវិទ្យាចំពោះខ្ញុំគឺវាដូចជារឿងធម្មតាសំខាន់យើងអានឲ្យបានច្រើនយើងសិក្សាទៅលើប្រវត្តិសាស្ត្រខ្មែររបស់យើងមាន5មេរៀនជាមួយប្រវត្តិសាស្ត្រពិភពលោក1មេរៀនឬក៏អាច2មេរៀនទៀតប៉ុន្តែគឺយើងអាចងាយស្រួលយកបន្ទុកទី1គឺយើងចាំព្រឹត្តិការណ៍នីមួយៗនៅតាមសម័យកាលនីមួយៗវាប្រកាសជាមានព្រឹត្តិការណ៍មានហេតុការណ៍យើងអាចវិភាគវាពីចំណុចមួយទៅចំណុចមួយឧទាហរណ៍ពីបញ្ហាដូចជាសំណួរខ្ញុំចាំមួយធ្វើបានល្អគ្រាន់បើដែរសំណួរដែលតាក់ទងជាមួយនឹងសម័យកាល2ហើយគាត់ឲ្យមកប្រៀបធៀបគ្នាជាមួយនឹងសម័យជាមួយសង្គ្រាមត្រជាក់និងរបបសាធារណរដ្ឋសំណួរនេះហើយគាត់ឲ្យវិភាគដូច្នេះយើងត្រូវតែវិភាគយកមកប្រៀបធៀបគ្នាទៅសម័យពីរហ្នឹងវាយ៉ាងម៉េចដូច្នេះហើយយើងវិភាគតែកាលណាវិភាគយើងកុំភ្លេចយកមកបញ្ចូលគ្នារកករណីដែលវាខុសគ្នានិងករណីដូចគ្នាហើយយើងសង្រួមយើងគេថាយកមកបញ្ចូលគ្នាចុងក្រោយមួយយកមកសង្យោគវាសង្យោគរកគំនិតរួមមួយដើម្បីធ្វើឲ្យអ្នកកែគាត់ស្រួលដូច្នេះទោះយើងមិនចេះច្រើនក៏ដោយយើងចេះមកល្មមយើងអាចធ្វើហើយមុខវិជ្ជាសង្គមបើតាមតែខ្ញុំតាមដែលធ្លាប់ឆ្លងកាត់មកក៏ដូចជាលោកគ្រូអ្នកគ្រូគាត់ធ្លាប់ប្រាប់មកគាត់ថាឲ្យតែយើងសរសេរអក្សរគាត់មិនឲ្យធ្លាក់ទេមុខវិជ្ជាសង្គមមួយឲ្យតែយើងទោះយើងចេះក្តារចិត្តតិចក៏ដោយច្រើនក៏ដោយឲ្យតែយើងសរសេរឲ្យពេញក្តារទៅមិនដែលថាយើងវាមិនចេះមកមេរៀនមិនដែលមិនចេះមកចំណុចទេទោះយើងចេះតិចក៏ដោយច្រើនក៏ដោយយើងសរសេរយកមកបូករួមចូលគ្នាទៅបានទៅជាគំនិតធំមួយហើយធ្វើឲ្យអ្នកកែគាត់មិនស្ដាយទេឬបន្ទុកកន្លែងនេះវ៉ាន់ឌីបញ្ជាក់កន្លែងនេះក៏ជាកន្លែងមួយដែលល្អដែរពីព្រោះមែនតើទៅប្រវត្តិវិទ្យាឬក៏មុខវិជ្ជាផ្សេងទៀតគឺខុសពីអក្សរសាស្ត្រខ្មែរត្រង់ថាអក្សរសាស្ត្រខ្មែរយើងមិនអាចថាយើងចេះតួសេចក្តីយើងមកទៅសេតួសេចក្តីមុនបានទេយើងត្រូវទៅសេពីមានលំដាប់ពីផ្ដើមរហូតដល់បញ្ចប់ក៏ប៉ុន្តែប្រវត្តិវិទ្យាក្នុង5 6រម៉ាំង5រម៉ាំងយើងបាទ5សំណួរហ្នឹងយើងចេះសំណួរទី4មុនយើងឆ្លើយរម៉ាំងទី4មុនក៏បានយើងចេះអាទី2យើងឆ្លើយអាទី2មុនក៏បានយើងកុំថាយើងចេះរម៉ាំងទី2ប៉ុន្តែអាទី1យើងអត់ចេះយើងចាំអាទី1យើងគិតចេញដល់ម៉ោងផុតពេលបាទខាតពេលបាទអញ្ចឹងកន្លែងនេះក៏ជាចំណុចមួយឆ្លាតរបស់អ្នក
ប្រឡងដែរគឺចេះអាណាធ្វើអានឹងមុន បាទ ចេះមួយណាធ្វើមួយនឹងមុននេះក៏ជាចំណុចសំខាន់ដែរហើយដូចវ៉ាន់ឌីបាននិយាយមិញគឺយើងសិក្សាប្រវត្តិសាស្ត្រគឺយើងត្រូវចេះប្រៀបធៀបពីសម័យកាលមួយទៅសម័យកាលមួយហើយអ្វីដែលសំខាន់គឺតាក់ទងទៅនឹងព្រឹត្តិការណ៍សំខាន់ៗ បាទទាំង5សម័យកាលរបស់ប្រវត្តិសាស្ត្រប្រទេសរបស់យើងនិងប្រវត្តិសាស្ត្រពិភពលោកភាគច្រើនអ្វីដែលខ្ញុំសង្កេតឃើញដូចជាចេញតាក់ទងទៅនឹងសង្គ្រាមត្រជាក់សង្គ្រាមអីនេះគឺដូចជាមានចេញច្រើនហើយអ្វីដែលសំខាន់ដូចជាអាស៊ានគឺតែងតែចេញជាប្រចាំ ចេញជាប្រចាំចំពោះបញ្ហាអាស៊ានគឺគ្មានអ្វីក្រៅពីគោលការណ៍របស់អាស៊ានទេគឺឃើញភាគច្រើនចេញគោលការណ៍របស់អាស៊ានហើយមួយទៀតគឺការដែលយើងចូលប្រទេសកម្ពុជាយើងចូលជាសមាជិកអាស៊ាននោះបានផ្ដល់ផលប្រយោជន៍អ្វីខ្លះចំពោះប្រទេសកម្ពុជាយើងបាទសំណួរទាំងអស់នេះសុទ្ធតែសំណួរដែលចេញញឹកញយមែនតើហើយងាយនៅក្នុងការយកបន្ទុក បាទឲ្យតែយើងថាយើងអាចនិយាយរួមប្រវត្តិវិទ្យាមួយគឺសំណួរប្រតិគ្នាទាំងអស់បាទ បើសិនយើងឆ្លើយរួចមួយចំណុចហើយអាចំណុចទី2ទី3គឺវាប្រតិគ្នាទៅហ្មងហើយមួយវិញទៀតជាទូទៅសំណួរដែលក្រសួងចេញមកប្រវត្តិវិទ្យាតែងជានិច្ចកាលគឺសំណួរទី1គឺជាសំណួរដែលស្រួលនៅក្នុងការយកបន្ទុកអាចនិយាយបានថាសឹងតែគាត់ free បន្ទុកឲ្យយើងតែម្ដងគឺស្រួលខ្លាំងមែនទែនដូចជាមានឆ្នាំខ្លះចេញតាក់ទងទៅនឹងសម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជាមានគេខ្លះរៀបរាប់ឲ្យបាន5 បាទ C point កម្ពុជាចូលជាសមាជិករបស់អាស៊ានក្នុងថ្ងៃខែឆ្នាំណាអីចឹងទៅហើយសម័យអាណានិគមនិយមបារាំងមូលហេតុនេះបានជាបារាំងដាក់អាណានិគមលើប្រទេសកម្ពុជាប្រហែលចំណុចហ្នឹងគឺងាយស្រួលនៅក្នុងការយកបន្ទុកខ្លាំងមែនទែនឆ្នាំរួចហើយគឺឲ្យយើងរាប់ពីប្រាសាទបាទអញ្ចឹងមានន័យថាសំណួរទី1សំណួរទី1និងសំណួរទី2ឆ្នាំខ្លះអាចមានពីសំណួរដំបូងនេះគឺងាយនឹងយកបន្ទុកទីបំផុតបន្ទុកយើងអាចសន្សំពីបន្ទុកសំណួរទី1ទៅរហូតតិចទៅរហូតដល់សំណួរចុងក្រោយវាមិនដែលនេះទេឲ្យតែថាយើងបានសន្សំវាមកបន្តិចហ្នឹងទៅប្រកាសជាជាប់ហើយបាទមិនងាយធ្លាក់ទេបាទព្រោះអីសំណួរទី1 5បន្ទុកដូចឆ្នាំខ្លះឲ្យនិយាយពីសម្បត្តិបេតិកភណ្ឌពិភពលោកនិយាយពីថ្ងៃខែឆ្នាំកំណើតនៃអាស៊ានមានប្រទេសប្រមាណចូលរួមបង្កើតដំបូងសប្តាហ៍ថ្ងៃសមាជិកអាស៊ានមានប្រមាណប្រទេសនេះជាសំណួរដែលងាយចងចាំហើយក៏ស្រួលជាទីបំផុតដែរបាទអរគុណវ៉ាន់ឌីអញ្ចឹងអានេះគឺជារបៀបនៅក្នុងការរៀននិងរបៀបនៅក្នុងការមើលទៅលើសំណួរការធ្វើសំណួរប៉ុន្តែអ្វីដែលជាចំណុចសំខាន់មួយទៀតខ្ញុំចង់សួរទៅកាន់វ៉ាន់ឌីដែរគឺរបៀបនៅក្នុងការសរសេរពីព្រោះប្រវត្តិវិទ្យាក៏សំខាន់ដែរទៅលើរបៀបនៅក្នុងការសរសេររចនាបថនៅក្នុងការសរសេរព្រោះតែសរសេរខុសរចនាបថនៅក្នុងការសរសេរក៏វាទាញបន្ទុករបស់យើងទៅតាមនឹងដែរអញ្ចឹងសម្រាប់វ៉ាន់ឌីផ្ទាល់តើការសរសេររបស់វ៉ាន់ឌីមានលក្ខណៈបែបណាបើមានចំណុចដែលត្រេជាកជាខឬក៏ត្រេបែបម៉េចនៅក្នុងការសរសេរដើម្បីតាក់ទាញយកចិត្តគណៈកម្មការនៅក្នុងការឲ្យបន្ទុកទៅលើវ៉ាន់ឌីហើយទទួលបាននីតិល្អទៅលើមុខវិជ្ជាប្រវត្តិវិទ្យាចំពោះប្រវត្តិវិទ្យារចនាបថគឺសំខាន់ដែរឧទាហរណ៍ថាសំណួរមួយដែលមានថាចំណុចត្រូវត្រេច្រើនចំណុចមានចំណុចធំហើយក៏មានចំណុចរៃរងចំណុចតូចបន្ថែមទៀតព្រោះប្រវត្តិវិទ្យាត្រូវការព្រឹត្តិការណ៍ច្រើនត្រូវការហេតុការណ៍ត្រូវការបញ្ហាគោលយកមកសរសេរវាមិនដូចជាសំណួរទូទៅដូចមុខវិជ្ជាទូទៅមុខវិជ្ជាដូចជាភូមិវិទ្យាវាច្រើនដែរតែងាយស្រួលសរសេរជាងប្រវត្តិវិទ្យាចំពោះប្រវត្តិវិទ្យាខ្ញុំសូមជូនបងប្អូនថាបើសិនជាសំណួរមួយដែលមានព្រឹត្តិការណ៍ច្រើនហើយយើងអាចយកបញ្ហាគោលធំឧទាហរណ៍ថាសំណួរមួយគេមានបញ្ហាសង្គមផងបញ្ហានយោបាយផងសេដ្ឋកិច្ចផងអញ្ចឹងហើយនៅក្នុងសង្គមនឹងវាអាចមានចំណុចតូចអញ្ចឹងទៅបន្ទាប់ពីចំណុចតូចនឹងមានចំណុចតូចជាងនឹងទៀតអញ្ចឹងហើយដូចជាបញ្ហាសង្គមអញ្ចឹងយើងអាចបង់ជាអក្សរដូចអក្សរកខកខងអញ្ចឹងទៅបន្ទាប់ពីអក្សរហ្នឹងហើយយើងអាចធ្វើជាចុះជាសញ្ញាបូកបន្ទាប់ពីសញ្ញាបូកមកយើងអាចសរសេរជាត្រេអញ្ចឹងទៅជៀសវាងការធ្វើកំណត់សញ្ញាសម្គាល់ផ្សេងដែលធ្វើឲ្យអ្នកកែគាត់អាចដកបន្ទុកតាមនឹងដែរបាទឬក៏អាចថាយើងទៅជាប់នៅក្នុងការកែពិសេសដែល
ងាយនឹងធ្វើឲ្យយើង យើង បាត់បន្ ធ្លា ទុក ក់ ទៅលើមុខវិជ្ជានឹងមួយតែម្ដងចំណុចសំខាន់ៗដែលបងប្អូនគួរតែចងចាំដែរនៅក្នុងការសរសេរហើយបាទអរគុណអញ្ចឹងប្រធានបទរបស់យើងគឺជជែកទៅលើ7មុខវិជ្ជាសំខាន់ប៉ុន្តែឥឡូវនេះវ៉ាន់ឌីបានចែករំលែកពីមុខវិជ្ជាគោលសំខាន់ហើយពេលវេលារបស់យើងក៏រៀងខូចដែរបើសិនមកអ្នកទាំងអស់គ្នាគាំទ្រទៅលើការចែករំលែករបស់វ៉ាន់ឌីអ្នកទាំងអស់គ្នានឹងអាចជួបវ៉ាន់ឌីម្ដងទៀតហើយគាត់នឹងចែករំលែកទៅលើមុខវិជ្ជាមុខវិជ្ជាគោលសំខាន់បន្ទាប់ទៀតរហូតតតែទាំង7ចំណុចហ្នឹងដែលគាត់បានធ្វើនៅពេលប្រឡងអញ្ចឹងក្នុងពេលនេះគឺយើងនឹងជជែកតែ2មុខវិជ្ជានេះសិនទេហើយយើងនឹងជួបគ្នានៅវីដេអូបន្ទាប់ទៀតអញ្ចឹងជាចុងក្រោយខ្ញុំចង់ឲ្យវ៉ាន់ឌីជួយផ្ដល់ជាសារខ្លះទៅកាន់បងប្អូនដែលត្រៀមប្រឡង2026នេះបាក់ឌុប2026នេះតើក្នុងអំឡុងពេលហ្នឹងខែហ្នឹងដែលជាដើមឆ្នាំ2026តែម្ដងតើគាត់គួរតែធ្វើដូចម្ដេចខ្លះដើម្បីត្រៀមខ្លួនជៀសវាងពេលដែលដល់ពេលប្រឡងហើយសេះបាត់ទៅធ្វើលបងសម្រាប់សារចុងក្រោយសូមជូនដល់បងប្អូនទាំងអស់សូមមេត្តាខិតខំយកចិត្តទុកដាក់រៀនសូត្រតាំងពីដើមឆ្នាំទៅបើសិនណាជាបងប្អូនមិនបានធ្វើសំណួរនៅក្នុងសភៅពុំមិនបានស្រាវជ្រាវសំណួរផ្សេងតាមដែលគេប្រឡងបាក់ឌុបតាមឆ្នាំនីមួយៗទេបងប្អូនមិនអាចដឹងពីរបៀបឆ្លើយបងប្អូនមិនមានការចងចាំទៅលើសំណួរទៅលើចម្លើយផ្សេងនោះទេសូមឲ្យបងប្អូនកុំមេត្តាដើរលេងច្រើនពេកព្រោះឆ្នាំប្រឡងវាអាចនឹងជួបឧបទ្ទវហេតុដោយប្រការណាមួយដែលយើងមើលមិនឃើញបើសិនជាយើងមិនបានសិក្សារៀនសូត្រពីដើមឆ្នាំយើងគិតតែឡាយតែសប្បាយធ្វើឲ្យយើងប្រឡងធ្លាក់នោះប្រកាសជាខាតឆ្នាំទៀតហើយចឹងសូមជូនពរបងប្អូនប្រឡងបាក់ឌុបឆ្នាំសិក្សា2025-2026ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី10ខែសីហា2026ខាងមុខនេះសូមទទួលបានជោគជ័យទទួលបានលទ្ធផលល្អគ្រប់គ្នាហើយខ្ញុំក៏មានសារមួយចំនួនជូនទៅកាន់បងប្អូនដែរបងប្អូនត្រូវចាំថាក្រៅតែអំពីយើងខំរៀនអ្វីដែលសំខាន់គឺក៏យើងគួរតែគិតគូរអំពីសុខភាពរបស់យើងដែរសុខភាពគឺសំខាន់ណាស់បើសិនជាបងប្អូនមានចំណេះដឹងអាចទៅប្រឡងបានប៉ុន្តែសុខភាពរបស់បងប្អូនទុនខ្សោយពេលដែលទៅប្រឡងបងប្អូនស្លាប់បងប្អូនខាត់ពេលវេលានៅក្នុងការប្រឡងបើសិនជាពេលដែលបងប្អូនទៅប្រឡងបងប្អូនឈឺក៏បងប្អូនខាត់ពេលការខិតខំប្រឹងប្រែងរបស់យើងគឺអត់ប្រយោជន៍ជាពិសេសគឺសូមកុំហូបរបស់របរណាដូចជាមីដូចជាគ្រឿងកំប៉ុងឯណាដែលវាធ្វើឲ្យប៉ះពាល់បាទគ្រឿងដែលវាធ្វើឲ្យប៉ះពាល់សុខភាពនៅពេលដែលយើងទៅប្រឡងហើយគៀកថ្ងៃប្រឡងក៏គួរតែបាទត្រៀមខ្លួនឲ្យបានល្អដែរកុំធ្វើអីឲ្យប៉ះពាល់ដល់សុខភាពដូច្នេះជាចុងក្រោយខ្ញុំបាទទាំងពីរអ្នកសូមអរគុណមែនទែនសម្រាប់បងប្អូនដែលបានតាមដានទស្សនាវីដេអូនេះរហូតដល់ចប់ហើយបើសិនជាបងប្អូនគាំទ្រការបង្កើតនៅកម្មវិធីមួយនេះនៅវីដេអូបន្ទាប់យើងនឹងជួបគ្នាជាមួយវ៉ាន់ឌីបន្តទៀតព្រោះវ៉ាន់ឌីអត់តន់ចប់ភារកិច្ចទេគឺនៅចែករំលែកទៅលើមុខវិជ្ជាសំខាន់ៗផ្សេងទៀតព្រោះឥឡូវតែបាន2មុខវិជ្ជាទេបាទអរគុណសូមគោរពនឹងជម្រាបលា